សូមជម្រាបសួរកាលពីថ្ងៃទី27ខែមេសានេះមានប្រជាពលរដ្ឋទាំងជនជាតិខ្មែរនិងជនជាតិចិនប្រមាណ140នាក់បានមកធនាគារជាតិនៃកម្ពុជាធ្វើការតវ៉ាដោយអះអាងថាជាអតិថិជនរបស់គ្រឹះស្ថានទូទាត់សងប្រាក់ Hui Won Pay ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងដោយការតវ៉ានេះបានឈានដល់ការប៉ះទង្គិចរវាងកម្លាំងមានសមត្ថកិច្ចនិងក្រុមបាតុករខ្ញុំសូមបញ្ជាក់ជូនបងប្អូនដែលអះអាងថាជាអតិថិជនរបស់គ្រឹះស្ថានទូទាត់សងប្រាក់ Hui Won Pay និងសាធារណជនទូទៅឲ្យបានជ្រាបថាការតវ៉ានេះមិនមែនជាលើកទី1ទេហើយធនាគារជាតិនៃកម្ពុជាកន្លងមកបានជួបប្រទះនឹងការតវ៉ានេះជាច្រើនលើកច្រើនសារជាពិសេសនៅចុងឆ្នាំ2025និងដើមឆ្នាំ2026ជាគោលការណ៍របស់ធនាគារជាតិនៃកម្ពុជាគឺយើងប្រកាន់ខ្ជាប់ក្នុងការការពារផលប្រយោជន៍របស់អតិថិជនយើងប្រកាន់ខ្ជាប់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលដែលយើងបានឃើញមានការតវ៉ានេះធនាគារជាតិនៃកម្ពុជាបានប្រកាសទុកពេលវេលា2សប្តាហ៍ជូនប្រជាពលរដ្ឋដែលមកតវ៉ាដើម្បីមកចុះឈ្មោះកំណត់អត្តសញ្ញាណនិងព្យាយាមរកវិធីដោះស្រាយជូនពួកគាត់ជាលទ្ធផលយើងទទួលបានប្រជាពលរដ្ឋចំនួនប្រមាណ1300នាក់ដែលបានមកចុះឈ្មោះនៅធនាគារជាតិនៃកម្ពុជាបន្ទាប់ពីយើងបានប្រមូលព័ត៌មាននិងអត្តសញ្ញាណរបស់ប្រជាពលរដ្ឋទាំងអស់នោះយើងក៏មានការកោះប្រជុំផ្ទៃក្នុងដើម្បីពិនិត្យលទ្ធភាពក្នុងការដោះស្រាយក្រោយពីកិច្ចប្រជុំទាំងអស់នោះដោយយល់ឃើញថាការងារទាំងអស់នេះមានភាពស្មុគស្មាញយើងខ្ញុំក៏បានអញ្ជើញតំណាងអាជ្ញាធរពាក់ព័ន្ធដើម្បីជួយពិគ្រោះគ្នាបន្តទៀតក្រោយពីការពិភាក្សានេះរួចមកយើងបានឈានទៅដល់ការសម្រេចថាវិធានការនៃការដោះស្រាយចំពោះប្រជាពលរដ្ឋទាំងនោះគឺហួសដែនសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី24ខែមិនិនាឆ្នាំ2026ធនាគារជាតិនៃកម្ពុជាបានចេញលិខិតជូនអតិថិជនទាំង1300រូបនោះដើម្បីផ្ដល់ព័ត៌មានពីការសម្រេចចិត្តរបស់យើងបានពន្យល់អំពីភាពមានកម្រិតនៃសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជានិងឲ្យប្រជាពលរដ្ឋទាំងនោះប្រើសិទ្ធិរបស់គាត់ទៅតាមយន្តការតុលាការទោះយ៉ាងណាដោយខ្ញុំបានជម្រាបពីដើមកិច្ចការពារអតិថិជនគឺជាអាទិភាពចម្បងរបស់ធនាគារជាតិនៃកម្ពុជាជាក់ស្ដែងកន្លងមកនេះចំពោះអតិថិជនធនាគារ Panda និងអតិថិជនធនាគារ Prince យើងតែងតែរកវិធីសាស្ត្រដើម្បីដោះស្រាយជូនគាត់ហើយមកដល់ពេលនេះគឺអតិថិជនភាគច្រើនបានទទួលនៅប្រាក់បញ្ញើរបស់គាត់អស់រួចហើយយើងនឹងបន្តដោះស្រាយជូនគាត់ឲ្យអស់លទ្ធភាពដូច្នេះចំពោះអតិថិជន Hui Won ខ្ញុំសូមលើកទឹកចិត្តឲ្យប្រើសិទ្ធិរបស់ខ្លួនដោយសន្តិវិធីនិងប្រើយន្តការតុលាការដើម្បីដោះស្រាយបញ្ហាសូមអរគុណ